គឺជាកសិដ្ឋានចិញ្ចឹមអូម៉ាល់ហើយអូម៉ាល់ទាំងនេះគេចិញ្ចឹមបែងចែកផ្សេងគ្នាអូម៉ាល់ជាពងគឺចិញ្ចឹមយកទៅបំពងលីងផងហើយក៏យកទៅធ្វើជាចំណីសត្វផងនេះគឺជាកសិដ្ឋានចិញ្ចឹមនៅប្រទេសចិនណាពុកម៉ែបងប្អូនតាមដែលខ្ញុំធ្លាប់មើលវីដេអូសម្បីតែនៅប្រទេសវៀតណាមពុកម៉ែបងប្អូនក៏មានចិញ្ចឹមតែមិនដឹងថានៅប្រទេសកម្ពុជារបស់យើងនឹងគឺមានការចិញ្ចឹមអូម៉ាល់នឹងយកពងយកដាក់ចំណីសត្វឬយកពងនឹងយកទៅលីងបរិភោគផងតែពងអូម៉ាល់នេះពុកម៉ែបងប្អូនលីងបំពងរសជាតិឆ្ងាញ់ចង់ឆ្ងាញ់ជាងចរិតទៅទៀតណាពុកម៉ែបងប្អូនក្មេងប្រុសម្នាក់ត្រូវសត្វមួយក្បាលកំពុងតែដេញតែមិនដឹងថាជាសត្វអ្វីទេពុកម៉ែបងប្អូនមិនដឹងថាជាសត្វអន្ត្រីឬក៏ស្ទាំងឆាបកូនមន់ឬក៏ជាសត្វអ្វីនោះទេបងប្អូនមិនដឹងថាជាសត្វអ្វីដែលកំពុងតែឆាបហើយវីដេអូនេះដែលខ្ញុំបញ្ជាក់បងប្អូនគឺខ្ញុំបានដកស្រង់មកពីប្រភពចិនតែបងប្អូនយល់ឃើញថាសត្វនោះគឺជាសត្វអ្វីដល់តែខ្ញុំមើលទៅសត្វនោះខ្ញុំគិតថាដូចជាអន្ត្រីបងប្អូនដូចជាអន្ត្រីច្រើនជាងព្រោះសត្វអន្ត្រីវាភាគច្រើនឲ្យតែឃើញក្មេងតូចអីវាគិតថាជាចំណីរបស់វាគឺវានឹងចោលដេញឆាបដេញចាប់ចឹងទៅហើយឃើញព្រមមាននឹងរត់រហូតសត្វនឹងដេញតែក្មេងម្នាក់ហ្នឹងទេអ្នកដទៃអត់ដេញអត់ដឹងថាមូលហេតុអ្វីបងប្អូនអាហ្នឹងខ្ញុំក៏មិនហ៊ានសន្និដ្ឋានដែរបងប្អូនតែរឿងមួយទៀតនោះបើសិនជាសត្វមួយក្បាលបងប្អូនបើយើងទៅចាប់កូនវាឬយើងទៅប៉ះសម្បុកកូនវាអាចដេញដូចជាសត្វនេះចឹងខ្ញុំហើយជាគិតថាឲ្យជាមិញហ្នឹងទៅចាប់កូនលេងកំដឹងកូនសត្វនឹងលេងកំដឹងបានជាសត្វនឹងដេញអត់លេងហ្មងដេញតាមរហូតទោះបីមនុស្សម្នាមកច្រើនយ៉ាងណាក៏ដេញរហូតដែរអានេះខ្ញុំក៏មិនហ៊ានសន្និដ្ឋានថារឿងនោះវាមួយណាដែលបងប្អូនអាចគិតដោយខ្លួនឯងបានទី1សត្វនោះវាគិតថាជាចំណីទី2ឬក៏ក្មេងនេះទៅប៉ះកូនរបស់វាទៅវាដេញបែបនេះព្រោះអីខ្ញុំធ្លាប់មានមេរៀនបងប្អូនខ្ញុំធ្លាប់ទៅចាប់កូនសត្វតកាកែវដែលកំពុងតែមេវាបដាព្រោះអីពេលដែលកូនសត្វតកាកែវកំពុងតែចាប់ដើមចេះដានោះគឺមេវារៀនឲ្យចុះពី Facebook ហើយដល់ពេលសត្វហ្នឹងវាអត់ទាន់ចេះហើអញ្ចឹងទៅខ្ញុំទៅចាប់កូនវាមេវាដេញឆាបខ្ញុំដូចអញ្ចឹងបងប្អូនដេញឆាបយើងវាអត់ខ្លាចយើងទេ